បាទសូមគោរពនឹងជម្រាបសួរសួស្តីបងប្អូនទាំងគ្នាបាទនេះគឺជាកម្មវិធី BS បាទដើម្បីបងប្អូនដំឡើងកម្មវិធី BS បានទីមួយគឺបងប្អូនត្រូវតាក់ទងទៅក្នុង upline របស់បងប្អូនបាទអាចដំឡើងបានហ្នឹងគឺទី1ហើយទី2គឺបងប្អូនត្រូវមានលុយបាទមានលុយ B បើសិនជាបងប្អូនចង់ដំឡើង account ឧទាហរណ៍ថា$10ទៅឲ្យកូនក្រុមរបស់យើងឬក៏ចង់ដំឡើង account កញ្ចប់$10គឺយើងត្រូវមានលុយ B ហ្នឹងគឺ$10 1 B ស្មើនឹង$1បាទអានេះគឺកញ្ចប់ទី1បាទចាប់ទី2តើតងជាមួយនឹង$50គឺយើងត្រូវមាន B $50កញ្ចប់ទី3គឺ$100គឺយើងត្រូវមាន B $100អញ្ចឹងយើងត្រូវមានupline របស់យើងគឺត្រូវមានលុយចំនួនហ្នឹងទៅតាមកញ្ចប់ទាំងអស់ហ្នឹងបាទបន្ទាប់ពីយើងបានមានលុយហើយបាទអញ្ចឹងយើងបើកមកកម្មវិធី website កម្មវិធី BS មកយើងគ្រាន់តែវាយពាក្យថាក្នុង Google Chrome របស់យើងវាយពាក្យថា bs.biz ប៉ុណ្ណឹងមកបានហើយអូខេបន្តមកបងចុចកន្លែងឈុត3នេះបាទចុចកន្លែងឈុត3នេះមកបន្តមកយើងចុចពាក្យថា login ហើយតើបើកន្លែងនេះយើងដាក់ username របស់យើងបាទ username របស់យើងខ្ញុំសូមផាស username មកបាទនេះគឺជា username របស់ខ្ញុំបាទអញ្ចឹងកន្លែងនេះគឺ password អញ្ចឹងខ្ញុំសូមវាយ password ខ្ញុំចូលកន្លែងនេះបន្តិចសិនបាទតទៅពេលកន្លែងនេះគឺ captcha អញ្ចឹងយើងត្រូវបំពេញ captcha ដូចថានេះ 7V56 អញ្ចឹងយើងវាយកន្លែងនេះមក 7V56 មកតែសូមបញ្ជាក់ព្រោះកន្លែងហ្នឹងវាអាចដូរបើសិនជាយើងឃើញកន្លែងហ្នឹងអក្សរតូចគឺយើងវាយអក្សរតូចអក្សរលេខគឺយើងវាយលេខអញ្ចឹងវាផ្លាស់ប្ដូរទៅតាមហ្នឹងបន្តមកបងចុចពាក្យថា login បាទអូខេហ្នឹងគឺយើងចូលបានហើយអញ្ចឹងនេះគឺខ្ញុំមានលុយកន្លែង correct ហ្នឹងគឺចំនួន$100បាទអញ្ចឹងខ្ញុំចង់ដំឡើងទៅឲ្យកូនក្រុមរបស់យើងឃើញបាទនេះលុយយើងអញ្ចឹងដើម្បីដំឡើងបងគឺចុចកន្លែងឈុត3នេះបាទចុចឈុត3នេះមកបន្តមកយើងចុចពាក្យថា register បាទបន្តមកយើងចុចពាក្យ register ហើយគឺកន្លែងនេះយើងត្រូវតែ copy user ID upline របស់យើងដែលគាត់ណែនាំយើងណាគឺយើងត្រូវតែ copy user ID របស់គាត់មកដាក់កន្លែងហ្នឹងបាទអញ្ចឹងខ្ញុំសូមទៅយក ID របស់គាត់បន្តិចបាទនេះទីហោថានេះគឺ user ID របស់គាត់ upline របស់គាត់អញ្ចឹងក៏យើងចុចកន្លែងហ្នឹង copy កន្លែងហ្នឹងមកបាទហើយតោះមកយើងចុចពាក្យថា copy បាទអូខេហើយបន្តមកយើងចូលទៅកន្លែងបំពេញមិញមកបាទយើងចុចកន្លែងហ្នឹងមកហើយយើងមកផាសកន្លែងហ្នឹងមកនេះចុចពាក្យថាផាសហើយតោះមកយើងចុចលើប៊ូតុងថា search បាទចេះយើងផ្ទៀងផ្ទាត់បើសិនជាឈ្មោះរបស់គាត់ហ្នឹងគឺត្រឹមត្រូវហើយមានន័យថាអូខេហើយអញ្ចឹងគឺមានន័យថា upline របស់គាត់ហ្នឹងគឺត្រឹមត្រូវហើយអញ្ចឹងយើងផាសកន្លែងហ្នឹងម្ដងទៀតបាទផាសកន្លែងចុចជាប់មកហើយផាសមកហើយយើងចុចប៊ូតុង search ទៀតបាទអូខេអញ្ចឹងត្រឹមត្រូវអញ្ចឹងកន្លែងហ្នឹងសូមប្រយ័ត្នបាទគឺកាលណាខុសគឺការកើតទេអញ្ចឹងយើងចង់ដាក់ខាងស្វែងគឺនៅខាងស្វែងគឺដាក់ខាងស្ដាំគឺនៅខាងស្ដាំតែយើងចង់ដាក់ដំឡើងគាត់នៅខាងណាឧទាហរណ៍ថាខ្ញុំចង់ដំឡើងគាត់នៅខាង left ខាងស្វែងបាទអញ្ចឹងតមកយើងវាយលេខទូរស័ព្ទរបស់គាត់ចូលកន្លែងនេះគឺឈ្មោះត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់គាត់កន្លែង last name និងត្រកូលរបស់គាត់ហើយកន្លែងគឺ password បាទអញ្ចឹងសូមបំពេញ template បាទអញ្ចឹងគឺខ្ញុំបានបំពេញរួចរាល់ហើយបាទទី1ខ្ញុំ take កន្លែងនេះខាងស្វែងទី2ដាក់លេខទូរស័ព្ទរបស់គាត់នេះកន្លែង first name គឺនាមឈ្មោះរបស់គាត់បន្តឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណទៅពេល last name គឺនាមត្រកូលរបស់គាត់បាទកន្លែង password នេះគឺយើងដាក់ចំណាំទៅគឺការពារ security យើងត្រូវមានសញ្ញានិមិត្តសញ្ញាអីចឹងទៅហើយតមកឈ្មោះរបស់គាត់ហើយនឹងលេខចឹងទៅយើងចំណាំទៅឲ្យបាន6ខ្ទង់អក្សរឡើងទៅអញ្ចឹងណាយើងដាក់ខាងលើយ៉ាងម៉េចខាងក្រោមគឺដូចគ្នាបាទយើងដាក់ដូចគ្នាមកបាទបន្តមកយើងចង់ដំឡើងគាត់តើគាត់ចង់ដំឡើងកញ្ចប់មួយណាឧទាហរណ៍ថាខ្ញុំចង់ដំឡើងកញ្ចប់$50នេះបាទអញ្ចឹងចង់ដំឡើងកញ្ចប់$50គឺយើងចុចកន្លែង add នេះមកបាទ add មកអូខេអញ្ចឹងវាលោតមកប៉ុណ្ណឹងហើយតមកយើងចុចពាក្យថា submit បាទអញ្ចឹងគឺយើងបង្កើតបានកន្លែងនេះអញ្ចឹងយើងគ្រាន់តែ copy កន្លែងហ្នឹងមកបាទនេះ copy នឹងទុកបាទ copy នឹងមក username យើង copy ទុកដើម្បីផ្ញើទៅឲ្យគាត់អញ្ចឹងណាបាទអញ្ចឹងការដំឡើងរបស់យើងគឺជោគជ័យ successful ហើយ
ចឹងយើងផ្ញើ username ទៅឲ្យគាត់ហើយនឹង password ដែលយើងបានបង្កើតឲ្យគាត់ហ្នឹងយើងអត់ផ្ញើឲ្យគាត់ថាចាំគាត់ដូរពេលក្រោយទៅបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទសូមអរគុណបើសិនជាបងប្អូនមានចម្ងល់ឬគឺមានសំណួរអាចឆាតមកខ្ញុំបានតាមរយៈ Telegram នៅខាងក្រោមបាទសូមអរគុណបាទអញ្ចឹងពេលដែលយើងផ្ញើ username របស់យើងនៅបង្កើតឲ្យគាត់ហ្នឹងគឺយើងផ្ញើប៉ុណ្ណឹងមកយើងលុបនេះចេញក៏ទៅខាងក្រោយចេញមកបាទសុំបន្តិចលុបក៏ទៅក្រោយបន្តិចប៉ុណ្ណឹងមកបាទអូខេនេះអញ្ចឹងយើងគាត់ copy username ហ្នឹងឲ្យគាត់ហើយនឹង password ដែលយើងបានបង្កើតឲ្យគាត់ផ្ញើទៅឲ្យគាត់ទៅបានហើយបាទអញ្ចឹងអូខេមានតែប៉ុណ្ណឹងឯងបាទសូមអរគុណពេលយើងផ្ញើឲ្យគាត់ហើយតមកឲ្យយើងឲ្យគាត់ login ចូលអញ្ចឹងឲ្យគាត់បើក website នេះមកបាយពាក្យថា bs.biz ប៉ុណ្ណឹងមកហើយបន្តមកឲ្យចុចកន្លែង short 3ហើយតមកចុចពាក្យទៅ login បាទហើយតមកឲ្យគាត់ផាសកន្លែងនេះបាទផាសកន្លែងហ្នឹងមកបាទផាសកន្លែងហ្នឹងពងចាំតិចយើងទៅ copy template បាទអញ្ចឹងគឺយើង copy កន្លែងហ្នឹងមកដែលយើងបានបង្កើតមិញ copy មកយកពេលទៅ copy បាទcopy ហើយយើងមកផាសកន្លែងនេះនេះគឺ username យើងបង្កើតឲ្យគាត់មិញហ្នឹងបាទហើយតមកយើងដាក់ password ឲ្យគាត់ដាក់ password កន្លែងហ្នឹងចូលវាយចូលមក password ដែលយើងបង្កើតឲ្យគាត់ណាបាទអញ្ចឹង capture នេះយើងវាយ capture យើងវាយចូលមកបាទអញ្ចឹងយើង login ចូលយើងខុស capture អញ្ចឹងយើងដូរវាយលុបចោលសារថ្មីយើងវាយ s62 សិតបាទហើយតមកយើង login អូខេអញ្ចឹងគឺយើងចូលបានហើយបាទនេះបាទគឺយើងចូលបានហើយអញ្ចឹងដំឡើង account បានហើយបាទនេះអូខេអញ្ចឹងនេះគឺជា apply របស់គាត់អ្នកណែនាំនេះឈ្មោះរបស់គាត់អូខេបាទអញ្ចឹងបន្ទាប់ពីគាត់បានដំឡើងចប់គឺគាត់ទៅរៀបចំ profile អញ្ចឹងគាត់ចុចកន្លែង short 3មកហើយតមកយកទៅ profile បាទអូខេនេះគឺព័ត៌មានរបស់គាត់ជាងកន្លែងនេះគឺគាត់ទៅបំពេញព័ត៌មាន password បើចង់គាត់ចង់ដូរ password គឺគាត់វាយអាកន្លែង password ចាស់របស់គាត់ហើយតមកគាត់បង្កើតតែ password ថ្មីមកអាខាងលើអញ្ចឹងខាងក្រោមអញ្ចឹងដូចគ្នាបាទតមកកន្លែងនេះ send password បាទមានន័យថាកន្លែងពីរនេះគឺសម្រាប់ពេលដែលបងប្អូនចង់បាញ់លុយបាញ់អីគឺយើងត្រូវដាក់វាថាដាក់លេខទៅដាក់លេខ5 6ខ្ទង់អញ្ចឹងទៅពេលតា transfer លុយចេញឬក៏អីគឺវាត្រូវការកន្លែងហ្នឹង password កន្លែងហ្នឹងអញ្ចឹងណាអញ្ចឹងគឺយើងត្រូវវាយកន្លែងហ្នឹងបំពេញព័ត៌មានកន្លែងហ្នឹងមកបន្តមកយើងចុចពាក្យថា submit ទៅបានហើយអញ្ចឹងគឺយើងត្រូវបំពេញព័ត៌មានបន្ថែមកន្លែងហ្នឹងបន្តិចទៀតបាទទី1យើងទៅដូរ password ចាស់ចេញការពារសុវត្ថិភាពបាទបន្តមកយើងដាក់ password កន្លែងបាញ់លុយ transfer ចេញខុសគ្នាមកអានេះដូចគ្នាខាងដូចគ្នាប៉ុណ្ណឹងទៅបានហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងហើយបាទសូមអរគុណ